ឯកឧត្តមសុកលូអញ្ជើញកាត់កញ្ចប់វិញ្ញាសាជានិមិត្តរូបសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ2026បាត់ដំបងនៅព្រឹកថ្ងៃទី10ខែសីហាឆ្នាំ2026ឯកឧត្តមសុកលូអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានអញ្ជើញកាត់កញ្ចប់វិញ្ញាសាជានិមិត្តរូបសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបាក់ឌុបឆ្នាំ2026នៅមណ្ឌលប្រឡងវិទ្យាល័យណេតយ៉ង់ស្ថិតនៅក្នុងក្រុងបាត់ដំបងមានប្រសាសន៍ក្នុងឱកាសនោះអាដាមសុកលូគូសបញ្ជាក់ថាដើម្បីឲ្យការប្រឡងប្រទៅប្រកបដោយសុវត្ថិភាពនិងមានសណ្ដាប់ធ្នាប់របៀបរៀបរយល្អរដ្ឋបាលខេត្តបានចាត់កងកម្លាំងនគរបាលនិងកងរាជអាវុធហត្ថការពារសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់ក្នុងដំណើរការប្រឡងទប់ស្កាត់កុំឲ្យមានការដំឡើងថ្លៃសេវាស្នាក់នៅនិងម្ហូបអាហារជួយសម្រួលរៀបចំទីកន្លែងស្នាក់នៅសម្រាប់បេក្ខជនមានជីវភាពខ្វះខាតសម្រួលការផ្ញើកង់ម៉ូតូរបស់បេក្ខជននៅតាមមណ្ឌលប្រឡងនីមួយៗដោយឥតគិតថ្លៃនិងរៀបចំក្រុមគ្រូពេទ្យប្រចាំការឯកឧត្តមបង្ហាញការកត់សម្គាល់ថាក្រោមកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធធ្វើឲ្យការរៀបចំការប្រឡងបាក់ឌុបកាន់តែរលូននិងល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំឯកឧត្តមអភិបាលខេត្តបានផ្ញើសារលើកទឹកចិត្តដល់បេក្ខជនទាំងអស់ត្រូវប្រមូលស្មារតីនិងចំណេះដឹងដែលបានខិតខំសិក្សាពេញមួយឆ្នាំកន្លងមកដើម្បីយកមកបញ្ចេញនៅថ្ងៃប្រឡងរយៈពេល2ថ្ងៃនេះដើម្បីទទួលបានលទ្ធផលល្អឯកឧត្តមបង្ហាញក្តីរំពឹងថាដំណើរការប្រឡងបាក់ឌុបនៅក្នុងខេត្តបាត់ដំបងនឹងប្រព្រឹត្តទៅដោយរលូននិងមានអ្នកជាប់កើនឡើងច្រើនជាងឆ្នាំមុនសូមជម្រាបថាសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ2026នៅខេត្តបាត់ដំបងមានមណ្ឌលប្រឡងសរុបចំនួន14មណ្ឌលចែកចេញជា380បន្ទប់មានបេក្ខជនសរុបជាង 9000 នាក់ការប្រឡងធ្វើឡើងដោយអនុវត្តតាមការណែនាំរបស់ក្រសួងអប់រំយុវជននិងកីឡាអ្នកចេះគឺជាប់ដោយឈរលើគោលការណ៍ទាំង4សំខាន់គឺច្បាប់យុត្តិធម៌តម្លាភាពនិងលទ្ធផលដែលអាចទទួលយកបាន